សួស្តីបងប្អូនអរគ្នាបាទថ្ងៃនេះចេញក្បាលដំបងមកគឺប្លែកហ្មងបងប្អូនហ្នឹងហើយថ្ងៃនេះប្រពន្ធធ្វើម្ហូបប្លែកចឹងហើយបងប្អូនកុំតន្ទនាឆ្ងាយពីមើលសិនមកហ្នឹងហើយខ្ញុំឲ្យតែមកពីធ្វើការអញ្ចឹងតែងតែយកចំណីដៃក្រួយហើយក៏រើសពងក្រួយមួយថ្ងៃក៏បាន5 6ដែរបងប្អូន5 6គ្រាប់ដែរបាទហើយសំទុករហូតហ្នឹងសំទុកហ្នឹងដូចជាប្រហែលចង់ចិត្តមួយខែហ្នឹងប្រពន្ធឃើញពងរៀងច្រើនតំណងហ្នឹងនេះប្រពន្ធធ្វើម្ហូបពិសេសតែម្ដងបងប្អូនបាទមុននឹងធ្វើដើរក្បាលផ្ទះមកជុំមើលមានបន្លែណាតំណងអីអាចដាក់ខ្សែផ្សំចូលគ្នាអត់ទេឃើញមានតែមុនបរីហ្នឹងហើយបងប្អូនមានម្ទេសបាទបានត្រឹមម្ទេសហើយយកមកផ្សំអញ្ចឹងណាបងប្អូនហ្នឹងហើយយើងមានពងក្រួយយើងមានខ្ទឹមសម្ទេសបាទហើយទឹកស៊ីអ៊ីវហ្នឹងហើយដើម្បីធ្វើវាគឺដំបូងគឺយើងត្រូវចិតម្ទេសសិនបងប្អូនបាទយើងហាន់វាបាទហាន់វាឲ្យល្មមហ្នឹងហើយតាមចំណង់ចំណូលចិត្តបាទរៀងវែងបច្ចិតតិចទៅហ្នឹងហើយប្រពន្ធខ្ញុំក៏គាត់ហាន់ចឹងបច្ចិតរៀងវែងទៅហើយមើលទៅរៀងឃើញស្អាតហើយខ្ទឹមក៏ដូចគ្នាដែរខ្ទឹមសហ្នឹងគឺយើងយកមកហាន់ឲ្យរៀងស្ដាងណាដល់ពេលវារៀងស្ដាងចឹងទៅវាឆាប់ចូលជាតិណាបងប្អូនបាទយើងដាក់ជាមួយទឹកស៊ីអ៊ីវទៅលាយចូលគ្នាទៅវាឆាប់ចូលជាតិបានលឿនហ្នឹងហើយបន្ទាប់ពីយើងរៀបចំគ្រឿងយើងរួចហើយយើងមកលាយចូលគ្នាយើងដាក់ទឹកស៊ីអ៊ីវរបស់យើងមកហើយយើងលាយជាមួយនឹងទឹកក្តៅដែលយើងហ្នឹងហើយយើងដាំពុះទឹកក្តៅអ៊ុនហ្នឹងកន្លះកែវមកហើយយើងដាក់អំបិលស្ករប៊ីចេងធម្មតាបងប្អូនបាទតាមចំណង់ចំណូលចិត្តបងប្អូនចង់ផ្អែមចង់ប្រៃអីយើងអាចថែមថយតាមនឹងអញ្ចឹងណាបងប្អូនបាទបន្ទាប់ពីយើងលាយរួចហើយយើងកូរវាឲ្យសព្វអញ្ចឹងណាបងឲ្យវាលាយចូលគ្នាបាទកុំឲ្យវានៅដុំអញ្ចឹងហើយយើងក៏ចាក់ម្ទេសដែលយើងហាន់ហើយនឹងខ្ទឹមដែលយើងហាន់ហើយហ្នឹងច្បល់ចូលគ្នាបាទចាក់ចូលនឹងគ្រឿងដែលយើងលាយហ្នឹងយើងច្បល់ចូលគ្នាដើម្បីឲ្យវាចូលជាតិមុនរួចហើយយើងទុកវាមិនលើសិនទៅហើយយើងមកបកពងក្រួយរបស់យើងបាទកុំឲ្យប្រពន្ធថាហ្នឹងហើយធ្វើរៀងប្លែកតិចបាទបានពងរៀងច្រើនដែរតែឃើញគេធ្វើនៅក្នុង YouTube ហ្នឹងគេធ្វើជាលក្ខណៈពងមាន់ឬក៏ពងទាដល់ពេលយើងហ្នឹងយើងឃើញមានពងក្រួយប៉ុន្តែហ្នឹងគឺប្រយ័ត្នណាបងប្អូនតាវាបើបែកយើងអាចដាក់បានទេដាក់ទៅវាខូចទាំងម្ដងហើយវាដូចវាអត់កើតណាវាអត់ចាប់ជាតិវាអត់ចូលជាតិណាទៅពេលយើងបកហើយយើងយកអាគ្រឿងដែលយើងធ្វើហើយហ្នឹងយកមកដាក់ពីលើវាមកបងប្អូនហ្នឹងហើយយើងដាក់ត្រាំវាលក្ខណៈយើងត្រាំបន្ទាប់ពីយើងដាក់គ្រឿងទឹកស៊ីអ៊ីវប៉ុនយើងរួចមកដាក់សពហើយយើងអាចទុកវាប្រហែលជា 4-5 ម៉ោងអញ្ចឹងណាបងប្អូនយើងអាចញ៉ាំបានហើយតែដោយសារប្រពន្ធគាត់ថាគាត់ចង់ឲ្យវាងុំល្អអញ្ចឹងគាត់ដាក់ហើយក៏គាត់ទុកវាឲ្យបានមួយយប់អញ្ចឹងណាបងប្អូនហ្នឹងហើយវាងុំល្អទៅវាឆ្ងាញ់ដែររសជាតិវាក៏ឆ្ងាញ់វាចូលជាតិបានល្អបាទថ្ងៃនេះមានតែប៉ុណ្្នឹងឯងបងប្អូនមុខម្ហូបពិសេស